ចាជំរាបសួរសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាបងប្អូនទាំងអស់គ្នាថ្ងៃនេះមកឆុងតែបៃតងក្រូចឆ្មាជាមួយនឹងម្ចាស់ឡាតេជាមួយនឹងខ្ញុំណាបងប្អូនសម្រាប់តែបៃតងក្រូចឆ្មាគឺយើងប្រើស្ករ3ស្លាបព្រាបាយជាតិផ្អែមបងប្អូនឬក៏3ស្លាបព្រា10ក្រាមហើយសម្រាប់ទឹកក្រូចឆ្មាគឺខ្ញុំប្រើក្រូចតែគឺខ្ញុំប្រើចំនួន40 ml ហើយទឹកក្រូចគឺខ្ញុំប្រើ120 ml បងចាបញ្ជាក់ផងដែរបងប្អូនអានេះគឺប្រើសម្រាប់ការលេង22បងប្អូនសម្រាប់គ្រឿងផ្សំបរិមាណហ្នឹងជាមួយនឹងចំណុះកៅលេខ20ឬក៏22ហ្នឹងបងប្អូនគឺជូរអែមឆ្ងាញ់តែម្ដងតែបងប្អូនភ្ញៀវគាត់ចង់បន្ថែមបន្ថយជូរជាងនឹងឬក៏បន្ថយជូរបន្ថយផ្អែមបងប្អូនអាចបន្ថែមបន្ថយតាមហ្នឹងទៅតែបងប្អូនអាចសាករសជាតិនេះខ្ញុំបានសិនណាព្រោះរសជាតិនេះគឺរសជាតិដែលខ្ញុំលក់ដោយប្រចាំហាងដែរគឺវាឆ្ងាញ់មែនតើបងប្អូនភ្ញៀវមកគាត់រកតែគួយឆ្មានេះច្រើនដែរដោយសារលក្ខណៈពិសេសនៅខាងខ្ញុំឆុងតែវារាងចាស់ល្មមហើយសម្រាប់ក្រោយគឺនឹងខ្ញុំធ្វើការច្របាច់ភ្លាមនៅពេលដែលភ្ញៀវមកគឺខាងខ្ញុំអត់ច្របាច់ទុកទេបងប្អូនព្រោះកាលណាតែយើងច្របាច់ទុកវារៀងយូរមកបន្តិចទៅគឺវាធំក្លិនខាបងប្អូនគឺអត់ឆ្ងាញ់អត់ត្រូវគ្នាទេប៉ុន្តែសុទ្ធតែភ្ញៀវគាត់រងចាំបន្តិចទៅយើងច្របាច់ទុកធម្មតាក្រូចត5 6ផ្លែ6 7ផ្លែតាមក្រូចមានទឹកច្រើនអត់ចឹងណាបងប្អូនសម្រាប់មួយកែវចឹងវាអត់ពិបាកច្របាច់ទេតែមកផ្លែនោះភ្ញៀវគាត់ចង់បានចេញគាត់ចាំបន្តិចទៅតែបើថាយើងច្របាច់ទុកទៅអានឹងខ្ញុំអត់ recommend ទេតែបើសិននៅក្នុងករណីបងប្អូនដាច់ខ្លាំងតគ្នាភ្ញៀវមកច្រើនតែយើងច្របាច់អត់ទាន់យើងច្របាច់ទុកទៅយើងដាច់ក្នុងរយៈពេលលឿនអញ្ចឹងណាតែបើច្របាច់ទុកនេះខ្ញុំមិនណែនាំទេសម្រាប់អ្នកដែលលក់ដាច់មួយឬក៏លក់ដាច់តិចតួចណាព្រោះថាសម្រាប់កន្លែងខ្ញុំមិនដាច់ខ្លាំងក៏មិនស្ងាត់ខ្លាំងដែរបងគឺមិនល្មមគួរសមហើយសម្រាប់ភ្ញៀវគាត់ខ្ចប់នៅកន្លែងខ្ញុំមាន free តែជូនបងបើសិនជាភ្ញៀវគាត់ចង់បានទឹកតែគឺខ្ញុំថែមទឹកតែជូនគាត់ដែរតែបើគាត់អត់ចង់បានទេយើងក៏ខ្ចប់តាប្រភេទភេទជ្ជៈដែលគាត់ចង់បានដែលគាត់កំងចឹងទៅតែប៉ុណ្ណឹងវាជាការស្រេចរបស់បងយើងអាចរៀបចំដាក់ជូនភ្ញៀវយើងបានហើយសម្រាប់ទឹកតែគឺខ្ញុំផាក់ផលជាមួយតែផ្កាម្លិះបងប្អូនតែម្លិះនេះគឺវាឆ្ងាញ់ភ្ញៀវគាត់ចូលចិត្តច្រើនធម្មតាបងប្អូនជាអ្នកលក់ដូរម្នាក់គឺយើងតាំងតែត្រៀមចិត្តទុកជាស្រេចហើយការលក់ដូរវាមិនអង្គុយតែលក់ដាច់រាល់ថ្ងៃវាមានថ្ងៃស្ងាត់វាមានថ្ងៃខ្លះក៏យើងដាច់ខ្លាំងអញ្ចឹងទៅហើយខ្លះក៏យើងធ្វើមិនតាន់សម្រាប់ភ្ញៀវអញ្ចឹងទៅហើយពេលខ្លះអាពេលយើងតនេគឺថាតនេអង្គុយលេងបងទៅពេលភ្ញៀវមកគឺបុកមកពេលតនេគ្នាធ្វើចង់ទាស់ក៏មានដែរឥឡូវយើងមកធ្វើការចងជាមួយនឹង matcha latte ទាំងអស់គ្នាបងសម្រាប់ matcha latte គឺខ្ញុំប្រើទឹកដោះគោ carnation ហ្នឹង20 ml ហើយជាមួយនឹងទឹកដោះគោស្រស់បងតែឥឡូវយើងមកដាក់ជាតិផ្អែមសិនយើងដាក់ទឹកស្ករជាតិផ្អែមវាគឺ40 ml បងបើសិនជាភ្ញៀវគាត់ញ៉ាំផ្អែម 100% បងប្អូនអាចដាក់40 ml ទៅ120ដាក់50អីចឹងទៅណាហើយបងប្អូនអាចបូកដកកូនចែកតាមនឹងទៅឥឡូវយើងមកប្រើជាមួយនឹងទឹកដោះគោស្រស់ខ្ញុំប្រើ100ទៅ120 ml បងនេះកៅលេខ20ឬក៏22បងទាំងអស់គ្នាជាស្រ័យបងដោយសាររាប់ពេលដែលខ្ញុំបញ្ចូលសម្លេងគឺខ្ញុំអត់សូវមានពេលវេលាសម្រាប់ការបញ្ចូលសម្លេងបងទេតែយូរម្ដងអញ្ចឹងទៅខ្ញុំបញ្ចូលសម្លេងគឺនៅជាប់ផ្លូវហ្មងហើយតែមានម៉ូតូឡានគាត់ជិះទៅជិះមកសម្លេងស៊ីផ្លេឬក៏សម្លេងរៀងរ៉ែតិចវាអត់ស្ងប់ស្ងាត់ដូចយើងស្ងប់នៅធ្វើក្នុងបន្ទប់បងព្រោះជ្រៀតធ្វើបើសិនជាចាំតែពេលទៅទៅធ្វើក្នុងបន្ទប់ហ្មងគឺវារវល់ខ្លាំងបងយើងការងារផ្ទះផងបាយម្ហូបវាទៅគ្រប់មុខហ្មងបងដល់ពេលចឹងទៅអត់មានពេលទេហើយសម្រាប់matchaនេះបងប្អូនគឺខ្ញុំប្រើសម្រាប់ពីកាគឺខ្ញុំប្រើmatcha 3ស្លាបព្រាកាហ្វេបងយើងដាក់កូរជាមួយនឹងហ្នឹងមកហើយសម្រាប់ទឹកវាគឺខ្ញុំប្រើ50ទៅ60 ml បងក្នុងមួយកែវអញ្ចឹងពីកែវខ្ញុំប្រើ120ចឹងទៅចាឥឡូវជាការស្រេចទេបងតែប៉ុណ្្នឹងឯងយើងអាចរៀបចំលើកដាក់ឬក៏ខ្ចប់ជូនភ្ញៀវយើងបានចាបងរូបមន្តនេះគឺខ្ញុំលក់ដាច់ប្រចាំហាងដែរបងហើយសម្រាប់matchaនេះភ្ញៀវគាត់ចូលចិត្តច្រើនដែរតែក៏មានភ្ញៀវខ្លះដែលគាត់អត់ដែរញ៉ាំmatchaគាត់ធ្លាប់ញ៉ាំក៏គាត់អត់ចេះញ៉ាំដែរអញ្ចឹងតែបើអ្នកគាត់ធ្លាប់ញ៉ាំmatchaប៉ុណ្ណឹងគឺគាត់ថាឆ្ងាញ់ហើយនឹងបងប្អូនទាំងអស់គ្នាថ្ងៃនេះមានតែប៉ុណ្្នឹងឯងអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាតាមដើមរហូតដល់ចប់សូមបងប្អូនជួយចុច like subscribe និង share វីដេអូបងប្អូនមួយផងណាដើម្បីជាការលើកទឹកចិត្តឲ្យស្ត្រីមេផ្ទះក្នុងអ្នកលក់ដូរកាហ្វេកំប៉ុកនេះមានឱកាសឬក៏មានកម្លាំងចិត្តក្នុងការធ្វើវីដេអូបន្តសម្រាប់ការចែករំលែកបងប្អូនអញ្ចឹងណាបងប្អូនអរគុណបងប្អូនតែម្ដងទៀតសូមជូនពរបងប្អូនទាំងអស់គ្នាដែលធ្វើទានមានបានគ្រប់ក្រុមគ្រួសារទូទៅសុខភាពនិងក៏គ្រប់គ្នាណាបងជួបគ្នានៅវីដេអូបន្តបងខ្ញុំសន្យាថាខ្ញុំនឹងព្យាយាមចេញវីដេអូជូនបងឲ្យបានលឿនបំផុតទៅតាមពេលវេលាដែលខ្ញុំអាចឆ្លៀតបានបង